តាក់ទងនឹងរឿងមួយទៀតគឺរឿងកាតព្វកិច្ចយោធាកាន់តែស្រូតចិត្តដល់កងព័ន្ធទី3ហើយបងប្អូនតើគួរព្រួយបារម្ភឬសាទរកាតព្វកិច្ចយោធានេះមែនតើទៅគឺរដ្ឋាភិបាលកម្ពុជាស្រូតមែនតើរដ្ឋសភាបោះឆ្នោតអនុម័តជាឯកច្ឆន្ទសម្លេង114លើ114កាលពីម្សិលមិញដូច្នេះវាអត់មានអីមន្ទិលទេថាគេស្រូតមែនតើដើម្បីឲ្យកាតព្វកិច្ចយោធាចូលជាធរមានយ៉ាងយូរប្រហែលជាមួយខែអីទៀតហ្នឹងគឺចូលហើយកាតព្វកិច្ចហ្នឹងបានន័យថាអ្នកដែលមានអាយុ18ដល់24ឆ្នាំ25ឆ្នាំហ្នឹងគឺត្រូវតែចូលបំពេញការបណ្ដុះបណ្ដាលយោធាអីបងប្អូនពាក្យថាគួរឲ្យសាទរឬក៏គួរឲ្យព្រួយបារម្ភតាមពិតមានរឿងគួរឲ្យសាទរនិងគួរឲ្យព្រួយបារម្ភចំពោះខ្ញុំកាតព្វកិច្ចយោធាមិនមែនជារឿងអីខុសឆ្គងទេនៅប្រទេសណាក៏គេមានដែរហើយការដែលចូលបំពេញយោធាការពារជាតិគឺសេចក្តីថ្លៃថ្នូរជាកិត្តិយសរបស់ពលរដ្ឋកុលបុត្រកុលធីតាខ្មែរយើងទាំងអស់ទេព្រោះអីពាក្យថាការពារទឹកដីជាតិនឹងចូលបម្រើទ័ពដើម្បីបណ្ដុះបណ្ដាលរៀបចំខ្លួនឲ្យคล้ายទៅជាពលរដ្ឋល្អសកម្មដើម្បីមានភាពក្លាហានគ្រប់គ្រាន់ដឹងយុទ្ធសាស្ត្រការពារជាតិទឹកដីគឺជាកិត្តិយសទេខ្ញុំគិតថារឿងនេះមិនមែនជារឿងអីខុសឆ្គងតតែសោះអញ្ចឹងមិនគួរណាឲ្យបងប្អូនទាំងអស់គ្នានាំគ្នាភ័យបារម្ភខ្លាំងមែនតើនាំគ្នាជំទាស់ទៅនឹងអកតបកិច្ចយោធាអីទេព្រោះហ្នឹងវាមិនមែនតែខ្មែរធ្វើទេប្រទេសយៈណាក៏គេមានដែរកតបកិច្ចយោធាហ្នឹងនៅប្រទេសជិតខាងយើងមានទាំងអស់ដូច្នេះអត់មែនខ្មែរធ្វើតែម្នាក់ឯងចម្លែកដាច់ពីគេទេកុំទៅរករឿងរដ្ឋាភិបាលរឿងកតបកិច្ចយោធាក៏ប៉ុន្តែសំណួរដែលគួរឲ្យព្រួយបារម្ភគឺអញ្ចេះទៅវិញទេតើមានយន្តការមានតម្លាភាពត្រឹមត្រូវគួរឲ្យទុកចិត្តទេប្រព័ន្ធឬខ្មែរយុវជនអ្នកក្រីក្រឬអ្នកមានប្រព័ន្ធដែលចូលហ្នឹងតើវាច្បាស់លាស់ដែរនិងអត់មានអំពើពុករលួយដែរឬទេខ្ញុំជឿថារឿងទាំងអស់នេះគឺជាក្តីបារម្ភសម្រាប់ប្រជាពលរដ្ឋទូទៅមិនមែនបានន័យថាសុកគាត់បារម្ភមិនចង់ចូលតាហ៊ានចង់ចូលអីការពារជាតិមាតុភូមិទេអ្នកណាក៏គេចង់ការពារជាតិមាតុភូមិដែរស្ដាប់មើលទៅប្រជាពលរដ្ឋខ្មែរពាក់ឯការផលិតផលថៃហ្នឹងគឺបដូរផ្ដាច់ដោយសារតែចង់ទាមទារដីខ្មែរពីថៃមកវិញដែលថៃយកបានហ្នឹងសិតតែម្នាក់សិស្សស្នេហាជាតិអស់ហើយតើមាននរណាកិច្ចអត់កិច្ចទេប៉ុន្តែសំខាន់តើមានប្រព័ន្ធយុតិធធម៌គួរឲ្យទុកចិត្តអត់ហើយតើកន្លែងណាឲ្យប្រជាពលរដ្ឋទុកចិត្តប្រព័ន្ធយុតិធធម៌របស់យើងចំពុងតែឆ្ងល់អង្គការសហជីវជាតិឬក៏ប្រទេសនៅលើពិភពលោកថាប្រព័ន្ធយុតិធធម៌នៅខ្មែរគ្មានទេនីតិរដ្ឋក៏គ្មានអំពើពុករលួយចាក់ស្រេះរឿងនេះហើយដែលជាក្តីបារម្ភមិនមែនជារឿងកាតព្វកិច្ចយោធាទេអ្នកណាក៏គួរសារតដែររឿងកាតព្វកិច្ចយោធាហ្នឹងក៏ប៉ុន្តែរឿងដែលមួយគួរឲ្យព្រួយបារម្ភដែរកាតព្វកិច្ចយោធាគួរមានយូរហើយ20 30ឆ្នាំហើយមិនមែនមកតបពេលវាយគ្នាមួយថៃក្ដួងទៅរឹសតបទេយើងគេហៅគោរួចបានធ្វើលបងដល់ពេលថ្ងៃប្រឡងបាននាំគ្នាស្វាត់ជាយរៀនសូត្រអីវាអត់រៀនទៅតន់ទេដូច្នេះប៉ុន្តែបើសួរធ្វើពេលហ្នឹងវាហួសពេលទេវាមិនហួសទេព្រោះយើងត្រៀមខ្លួន10 20ឆ្នាំទៅមុខទៀតដើម្បីពង្រឹងវិស័យទ័ពយើងឲ្យរឹងមាំទៅដើម្បីតបតទប់ទល់ការពារដែនដីយើងទៅថ្ងៃមុខទៀតក៏អត់មានខុសឆ្គងអីដែរគាត់ថាវាគួរធ្វើយូរហើយប៉ុន្តែអារឿងដែលគួរឲ្យព្រួយបារម្ភមួយទៀតតើប្រព័ន្ធរៀបចំចូលហ្នឹងតើវាមានតម្លាភាពប៉ុណ្ណាអាចរើសបានត្រឹមត្រូវមិនកូនអ្នកមានគេសោកលុយទៅកូនអ្នកក្រនាំគ្នាដឹងទៅជួរមុខទៅខ្ញុំជឿថាបើយើងដាក់លុយឲ្យច្រើននៅក្នុងវិស័យយោធានេះណាបំពាក់បំពន់បណ្ដុះបណ្ដាលគាត់ក្នុងរយៈពេល2ឆ្នាំតាមពិតធ្វើឲ្យយុវជននឹងរឹងមាំទៅវិញទេខ្ញុំគាំទ្រទៅវិញទេប៉ុន្តែត្រូវពង្រឹងវិស័យវិន័យយោធានឹងដាក់ប្រាក់ឧបត្ថម្ភនឹងឲ្យច្រើនអ្នកដែលចូលហាត់ទាហានហ្នឹងគឺមួយខែបាន$1000អញ្ចឹងចុះឧទាហរណ៍ហើយផ្ដល់ប្រាក់ឧបត្ថម្ភអីផ្សេងទៀតច្រើនជាងហ្នឹងទៀតអាហារូបករណ៍ឬក៏ការជួយទំនុកបម្រុងអីសពបែបយ៉ាងដើម្បីលើកទឹកចិត្តឲ្យថាចូលទាហានគឺចូលទៅធ្វើទាហានលុតដំខាងវិស័យទ័ពការពារជាតិផងបានទាំងចំណេះជំនាញអីផងចេញមកវិញគឺថាម្នាក់បានចូលសាលាទាហានសបាយហ្មងណាមិនមែនទៅរកតែទឹកផឹកអត់បានដូចសពថ្ងៃទៅយើងទៅឲ្យប្រជាពលរដ្ឋអត់បារម្ភមិននៅក្នុងការចូលទាហានបើស្បែកជើងអត់មានពាក់អាវក្រោះក៏អត់បែកជើងកាភ្លើងបាញ់3គ្រាប់ផ្ទុះមួយរួចទៅពេលឆ្លោះគ្នាមួយថៃរកតែទឹកផឹកអត់បានផងហើយដល់អញ្ចឹងទៅគ្នាបាក់ស្បាតតាហ៊ានមកថ្មិញមួយក្រាស់មានតែមួយជួនអីបញ្ហាសុំវអំពាវនាវសុំម៉ូតូសុំអ៊ីកុមសុំអាវភ្លៀងសុំអីសម្ភារៈអីសពបែបយ៉ាងតបយើងអញ្ចឹងរួចទៅយើងឲ្យបងប្អូនចង់ចូលតាហ៊ានអាម៉េចកំពុងតែឆ្ងល់បើថាយើងដឹងអាកន្លែងហ្នឹងវាទៅអស់ចាអ្នកណាក៏ចង់ទៅដែរហេតុស្ម័គ្រចិត្តចូលទៀតតែដល់ពេលដឹងថាវាពិបាកអ្នកណាក៏រាថយចង់រត់ដែរហើយដល់ពេលរត់ឥឡូវជាប់គុកទៀតអាចកិច្ចពីកាតព្វកិច្ចយោធាជាប់គុកដល់10ឆ្នាំឯនោះទៀតបាទតែយ៉ាងណាបងប្អូនខ្ញុំជឿថាម្ដងទៀតបងប្អូនកាតព្វកិច្ចយោធាការពារជាតិមិនមែនជារឿងខុសឆ្គងទេ
សំខាន់យើងគួរលើកទឹកចិត្តឲ្យរដ្ឋាភិបាលជួយមើលរដ្ឋាភិបាលដើម្បីឲ្យមានដំណាភាពក្នុងការរើសទ័ពការស្អីហ្នឹងឲ្យជួយទ័ពជួយអីហ្នឹងហើយខ្ញុំជឿថារដ្ឋាភិបាលសពថ្ងៃនេះមិនអាចធ្វើឲ្យមន្ទិលទាំងអស់នេះជ្រះទេទាល់តែមានការកែតម្រង់ស៊ីជម្រៅខ្លាំងណាស់បើកែតម្រង់ស៊ីជម្រៅអត់មាននរណាមកនាំគ្នាជជែកពីរឿងចូលទ័ពមិនចូលទ័ពទេព្រោះវាជាកាតព្វកិច្ចប៉ុន្តែដោយសារយើងធ្វើឲ្យការដឹកនាំរដ្ឋមានមន្ទិលបាទប្រជាពលរដ្ឋបារម្ភនាំគ្នានិយាយវាយបែកអូហូស្ទឹងរឿងការពារជាតិសោះមកនិយាយបែកអូហូស្ទឹងប៉ុន្តែយើងអត់ឆ្ងល់ដោយសារអីពួកគាត់បារម្ភដោយសាររបៀបដឹកនាំរដ្ឋយើងគ្មានដំណាភាពឯកបៈមិនដឹងអញ្ញាអញបៈពួកឯងមកក្រសួងមន្ទីរខ្លះសិតតែបងប្អូនសាច់ញាតិតើឲ្យគេជឿទុកចិត្តអាម៉េចថានឹងរើសទ័ពនឹងបានមិនមានការសាច់ញាតិបៈពួកនិយមអ្នកណារួចខ្លួនអ្នកណាមិនរួចខ្លួនអីចឹងឡាក់នឹងឡាក់បាទអានឹងទុកឲ្យរដ្ឋាភិបាលដោះស្រាយទៅបងប្អូនគ្រាន់តែថាពេលខ្លះយើងនៅជជែកវាយរឿងដដែលហ្នឹងយើងអត់បានដោះស្រាយរឿងអីធំដុំកើតទេឃើញនៅយើងបង្កើតតែរឿងដដែលដោះស្រាយតែរឿងនៅវល់ដូចលិមួកចូលឈ្នៀងចឹងណាបងប្អូនរឿងព្រំដែនប៉ុណ្ណានៃរឿងឥឡូវដល់សមុទ្រទៀតគេទៅដល់ណាអស់ហើយយើងនៅវល់រឿងដដែលណាតើឆ្ងាយជាងនឹងទៀតបងប្អូនអឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាតវ៉ារឿងថៃចុះបញ្ជីប្រាសាទខ្មែរជារបស់ថៃខ្ញុំសរសើរក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាឲ្យតែថៃធ្វើអីរឿងប្រាសាទតាកបីប្រាសាទតាមន់ធំប្រាសាទព្រះវិហារតវ៉ារហូតប៉ុន្តែដែលប្តឹងថៃសំបីតែម្ដងទៅតុលាការយុតិធធអន្តរជាតិរហរឿងគេយើងនៅតែតវ៉ាអត់បានផលនោះយើងតវ៉ារហូតប៉ុន្តែនេះជាការដែលយើងធ្វើបានយើងមិនដឹងទៅធ្វើអីថៃផងតវ៉ាម្ដងគេធ្វើខ្លាំងជាងនឹងតវ៉ា2ដងគេធ្វើរត់តែច្រើនជាងហ្នឹងតវ៉ា3ដងគេរត់តែច្រើនតវ៉ាចុងក្រោយគេចុះក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ថៃចាប់បាត់ហើយយើងនៅតែតវ៉ាទៅកុំប្តឹងគេទ្របយើងបាត់អស់ឥឡូវគេយកកែយកទៅចុះបញ្ជីជាប្លង់កម្មសិទ្ធិរបស់គេអស់ហើយម៉ូតូកាលមុនគ្រាន់តែបាត់ឃើញគេជិះរេទៅរេមករេមកទៅរេមកយើងថាអត់ទាន់បាត់ទេណាម៉ូតូយើងនៅឃើញទេណាឥឡូវគេដូរស្លាកលេខឥឡូវគេដូរឈូសថ្នាំឈូសអីដូរសាក់ស៊ីដូរលេខដូរអី serial number អីអស់ហើយថែមកញ្ចក់ថែមអីឥឡូវចង់ដូរទៅជាឡាំបតាអស់ហើយចុះបញ្ជីជារបស់ទ្របគេទៀតយើងនៅតែតវ៉ាហើយយើងគិតថាតិចទៀតបានមកវិញអាសូរណាបងប្អូនអើយយើងអាភ័ព្វមែនតើតម្លងឥឡូវរដ្ឋាភិបាលថៃឯនោះវិញបដិសេធសម្លេង AI ថាខ្លែងសម្លេងលោកអនុទិនច័ន្ទវរៈគុលពីរឿងពិភាក្សាបើកព្រំដែនខ្មែរថៃនៅដើមខែមិថុនានិយាយពីដូចពលក្ដួចចឹងគ្រាន់តែឮថាគេចង់បើកព្រំដែនខ្មែរថៃខ្មែរយើងនឹងច្បល់គ្រប់គ្នាភ័យអូយភ័យអ្នកខ្លះគ្នាអទៅអ្នកនៅព្រំដែនបានបើកវិញអ្នកខ្លះហ្នឹងពងពាក់ឯកាផលិតផលគេណូឲ្យបិទទៅបិទរាប់រយឆ្នាំទៅបើលឺអញ្ចឹងថៃថោកថៃអន់ណាដូចគ្នាឥឡូវមកអង្វរខ្មែរចង់បើកវិញប្រហែលដាច់ខ្យល់ងាប់ហើយសិតតែអញ្ចឹងទៅយកអា AI នឹងយកមកផ្សាយប្រហែលថ្ងៃហើយគេនិយាយថាលឺសូអនុទិនច័ន្ទវរៈគុលថាទៅចែកគ្នាបើកព្រំដែនគេនិយាយម៉ាត់ណាក៏គេថាអត់ទាន់បើកអត់អីទេទុកក្រោយគេអីលាក់នឹងលាក់អីយើងនឹងយកអាហ្នឹងមកបំពុលចឹងទៅវាធ្វើឲ្យអន់ខ្លួនឯងដែរហើយដល់ឥឡូវគេថាអាហ្នឹង AI ទេគ្មានណាពិភាក្សារឿងបើកព្រំដែនអីទេតែយើងចង់ឲ្យបើកព្រំដែនឬក៏យើងចង់ឲ្យបិទអត់យល់ចុះរឿងបើករឿងបិទហ្នឹងយើងខ្វល់អីម៉េចខ្ញុំពងតែឆ្ងល់សំខាន់រឿងអាដីនេះបានមកវិញអត់នេះដីប្រមាណកន្លែង60កន្លែងជាងនេះមានតែតវ៉ាឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រំតអន្តរជាតិមកនៅខ្វល់រឿងលិមួកចូលឈ្នៀងហ្នឹងអូយអីចេះឆ្ងល់មែនតើខ្ញុំឥឡូវនគរបាលព្រំតសុំទោសសាធារណជនរឿងមន្ត្រីប្រព្រឹត្តខុសតែដោះសារគ្រប់ម៉ាត់អើយស្អីក៏មានដែរលោកអារឿងកំពុងតែមានពេញផ្ទៃប្រទេសរឿងព្រំដែនរឿងស្អីនោះដោះស្រាយមិនចេញប៉លិសទៅធៀណែនគរបាលជិះម៉ូតូគ្មានដាក់កញ្ចក់គ្មានដាក់ពាក់មួកសុវត្ថិភាពហើយសម្ញែងក៏ភ្លើងពេញផ្លូវជិះមើលទៅដូចថាស្រុកហ្នឹងគឺជាស្រុកអាណាធិបតេយ្យពេញទំហឹងដល់តែប្រជាពលរដ្ឋរិះគន់ទៅនឹងគាត់បកស្រាយថាម៉េចគាត់ថាអញ្ចឹងគាត់ថាសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានព្រំតននគរបាលព្រំតនឆ្លើយតបចំពោះអ្វីដែលជាការចែកចាយរូបភាពរបស់កម្លាំងប្រតិបត្តិការនៃនាយកដ្ឋានព្រំតននាយកដ្ឋានព្រំតនមានកិត្តិយសសូមជម្រាបជូនថារូបភាពវីដេអូនៃការជិះម៉ូតូរបស់កម្លាំងនគរបាលស្លៀកពាក់ស៊ីវិលដោយអត់មានពាក់មួកអត់មានដាក់កញ្ចក់
នឹងគឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់នឹងទៅចេញពីពន្ធនាគារដែលនាំដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីបុត្រវណ្ណរតន៍អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌទទួលស្គាល់ចំពោះកំហុសឆ្គងនៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំងទាំងការមិនពាក់មួកសុវត្ថិភាពមិនដាក់កញ្ចក់ការបញ្ចេញអាវុធស្នៀតចង្កេះដោយគ្មានការបិទបាំងនិងមិនពាក់កាតសម្គាល់ខ្លួនក៏ប៉ុន្តែទន្ទឹមគ្នានេះនគរបាលព្រហ្មទណ្ឌសូមបញ្យល់ឲ្យយល់ចេះទី1ការជិះម៉ូតូមិនពាក់មួកគឺដោយសារតែទទួលបានព័ត៌មានអំពីបទល្មើសកើតឡើងភ្លាមកម្លាំងជំនាញបញ្ញាប់រស់រាន់ចេញប្រតិបត្តិការបន្ទាន់មិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួនទេគឺមិនរកមួកពាក់ទាន់ហើយប្រព្រឹត្តខុសច្បាប់ចរាចរណ៍ផ្លូវគោកខ្លះទៅមួយវិញទៀតការពាក់មួកសុវត្ថិភាពក្នុងការជិះម៉ូតូបដិញមានលបឿនលឿននឹងពេលខ្លះជាង100គីឡូម៉ែត្រក្នុង1ម៉ោងគឺជាឧបសគ្គមួយផងដែរដោយកម្លាំងមើលមិនបានច្បាស់និងគ្រប់ជ្រុងជ្រោយអាចបង្កគ្រោះថ្នាក់ពេលបដិញទី2សៀតអាវុធដោយមិនបិទបាំងហ្នឹងគឺវីដេអូហ្នឹងក្រោយប្រតិបត្តិការទេដូច្នេះនៅពេលកំពុងប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងលបឿនលឿនដូច្នេះធ្វើឲ្យអាវហ្នឹងវាប៉ើងអាវុធចេញមកក្រៅដែលមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញព្រោះកម្លាំងជំនាញកំពុងដឹកមុខសញ្ញាទៅកាន់យុគឋានព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរតាមនីតិវិធីហើយចុងក្រោយតាក់ទងមិនដាក់កញ្ចក់ហ្នឹងព្រោះធ្វើឲ្យខុសច្បាប់ចរាចរណ៍ផ្លូវគោកមែនហើយប៉ុន្តែកម្លាំងមានការលំបាកក្នុងការបដិញ្ញជនល្មើសដោយសារពេលខ្លះជនល្មើសជិះម៉ូតូចូលផ្លូវចៀតក្លុកកលៀតងាយនឹងប៉ះជាមួយនឹងកញ្ចក់ហើយបង្កគ្រោះថ្នាក់ដល់កម្លាំងចឹងណែនាំកម្លាំងជំនាញទាំងអស់ត្រូវឲ្យកែប្រែកំហុសនិងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីគំរូដល់ប្រជាពលរដ្ឋបើឆ្លៀតដោះសារសុំទោសហើយសុំទោសទៅវាថៃដោះសាររឿងពាក់មួកសុវត្ថិភាពពេលបដិញហ្នឹងវាអាចមើលមិនឃើញស្វាំងហើយចុះអត់មានគិតពីសុវត្ថិភាពប៉ូលីសខ្លួនឯងទេបើថាមិនគិតពីច្បាប់ចរាចរណ៍ដូចថាប៉ាតណាប៉ាតណីរួយប៉ូលីសដាក់កញ្ចក់ហ្នឹងចូលទៅវាទឹះតែកញ្ចក់ម៉ូតូវាទឹះតែស្អីវាបើកញ្ចក់ហ្នឹងដាក់មកសម្រាប់តែមើលនៅក្រោយជាប់តែស្មើនឹងដៃម៉ូតូហ្នឹងហោះអារឿងសៀតចកេះអីសញ្ញែងកភ្លើងសញ្ញែងអីគេសញ្ញែងតែអញ្ចឹងមកយកមកហើយហ្នឹងស្អីខ្យល់ប៉ើងស្អីអូយនិយាយទៅបើគ្រាន់តែនិយាយតែមួយម៉ាត់សុំទោសឲ្យទៅហើយកែសម្រួលទៅបានហើយចាំបាច់វែងឆ្ងាយឲ្យនំពំតណោតអីបើយើងតែអញ្ចឹងមកប៉ាតណាប៉ាតណីមកយកមកឃើញទេការងារជួយកម្ចាត់ក្រុមជនសង្ស័យអីមុខសញ្ញាអីបង្ក្រាបបទល្មើសអីជាគុណូបការៈដ៏ធំបាត់អស់លេងសាបដូចទឹកទន្លេមកដោយសារតែការប្រព្រឹត្តផ្ដេសផ្ដាស់របស់មន្ត្រីនគរបាលហើយមិនមែនលើកទី1ទេទៅមើលទៅចាប់ជនល្មើសជនសង្ស័យបានបោចសក់ផងលើកបោះទៅលើឡានផងអញ្ញាញ៉ៃប្រសាច់អូយមិនដឹងជាស្អីទេហើយថតមកទៀតសំខាន់គឺរឿងថតហ្នឹងហ្មងមិនដឹងតែគាត់នៅក្នុងខ្លួនហ្នឹងគាត់គិតអីសមត្ថកិច្ចគេថតតែពេលណាដែលគេត្រូវការថតផ្សាយដើម្បីឲ្យសាធារណជនដឹងអំពីការបង្ក្រាបដើម្បីជាសារប្រាប់ឲ្យអ្នកនឹងរៀងចាលអត់យើងហ្នឹងគឺចង់ចេញមកដូចអូយ20 30ឆ្នាំដូចអត់ទៅមុខសោះបាទឥឡូវនេះដល់ភារៈធារីអាមេរិកជម្រាបលាកម្ពុជាភារៈធារីអាមេរិកអ្នកស្រី Walker បានជួបលោកហ៊ុនម៉ាណែតដើម្បីជម្រាបលាកម្ពុជាចប់បេសកកម្មរបស់គាត់តាមពិតជាទូទៅមិនមែនមានតែភារៈធារីទេគឺគួរតែមានទូតអាមេរិកប្រចាំនៅកម្ពុជាប៉ុន្តែតាំងពីលោកត្រាំឈ្នះឆ្នោតមកអត់បានតាន់តែងតាំងឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅប្រទេសកម្ពុជាសោះទុកប្រើត្រឹមភារៈធារីនឹងយូរហើយតែឥឡូវភារៈធារីនឹងក៏ដល់ពេលផុតអាណត្តិដែលឥឡូវជម្រាបលាទៅហើយក៏និយាយអំពីស្នាដៃជាច្រើន75ឆ្នាំនៃទំនាក់ទំនងមិត្តភាពជាមួយកម្ពុជាខួប75ឆ្នាំនៃការនាំប្រទេសទាំងពីររួមគ្នាបន្តវិបុលភាពសន្តិភាពនិងវឌ្ឍនភាពអីណាអាមេរិកជួយកម្ពុជាបានច្រើននេះប្រទេសដែលក្បត់ជាតិដែលខិតរួមគណិតក្បត់ជាមួយលោកកម្មសខាក្នុងការផ្ដួលរំលំរដ្ឋាភិបាលហ្នឹងឃើញជួយកម្ពុជាមកកណ្ដោហើយមកចាប់ដៃជាមួយលោកហ៊ុនម៉ាណែតក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍហើយយើងចោទលោកកម្មសខាពីអាមេរិកជាក្រុមរដ្ឋាភិបាលក្បត់ជាតិដែលខុបខិតគ្នារំលាយផ្ដួលរំលំរដ្ឋាភិបាលចុះបើផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងទៅសហការអីជាមួយទូតអាមេរិកហ្នឹងមិនព្រមដេញទូតអាមេរិកចេញពីកម្ពុជាទៅយើងពំតណោតអញ្ចឹងហើយអាក្រក់មើលប៉ុណ្ណាអត់ព្រមទម្លាក់ចោលបាត់ចោលលើលោកកម្មសខាតាក់តងរឿងទូតអាមេរិករឿងរដ្ឋាភិបាលអាមេរិកនៅតែចោតនៅក្នុងសាលក្រមសាលដីកាហ្នឹងទៅហើយទៅតាំងមកចាប់ដៃចាប់អីនិយាយពីកិច្ចសហប្រតិបត្តិការមិនបើយើងចាប់ដៃជន់ជើងបែបនេះចូលពិចារណាខ្លួនឯងទៅបាទឥឡូវចូលដល់ព័ត៌មានបន្តទៀតតកតងនឹងសមាគមសហគមន៍ខ្មែរនៅក្រៅប្រទេសទទួលស្វាគមន៍តារាខ្មែរ3ដួងយ៉ាងកក់ក្ដៅខុសពីតារាផ្សេងខ្ញុំសរសេរមិនទាន់ដាក់ថាខុសពីតាផ្សេងតារាផ្សេងតារា3ដួងដែលមកអាមេរិកទទួលបានស្វាគមន៍នឹងជាណាតារា
ខ្មែរមកអាមេរិកនេះប្រជាប្រដ្ឋខ្មែរនៅអាមេរិកនេះលែងស្វាគមន៍អស់ហើយមានដូចលោកព្រាបសវັດលោកស្អីដែលនិយាយទៅតារាដែលមាននិន្នាការគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាផ្កាប់មុខពេកហ្នឹងគឺគេតលន់អស់ហើយនៅសហរដ្ឋអាមេរិកគ្រាន់តែលឺឈ្មោះគេលែងចង់គ្រាន់តែលឺដូចខ្ញុំនិយាយចឹងគ្រាន់តែលឺឈ្មោះចាត់បាយគឺគេសុកចិត្តទៅនោះទៅហូបបាយនៅឯណាពងទាកូននៅឯណាជាជាងទៅគ្រប់គ្រងទៅមើលការរំលែករបស់អ្នកអង្គការឬក្រុមច្រៀងរាំមកដែលមាននិន្នាការគ្រប់គ្រងគណៈបកប្រជាជនផ្កាប់មុខដែលប្រទេសនៅលើពិភពលោកគេកោលទោសតាក់ទងនឹងការរំលោភសិទ្ធិមនុស្សតែតារាសម្ដែងទាំងអស់នោះទៅគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាផ្កាប់មុខពេកធ្វើឲ្យបងប្អូននៅអាមេរិកឆ្អែតក៏ប៉ុន្តែតារា3ដួងនេះចម្លែកមែនតើហើយខ្ញុំក៏សាទរពួកគាត់ដែរក៏ប៉ុន្តែអត់ទាន់មានបញ្ហាអីតាក់ទងនឹងគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាលេចធ្លោឯណាតែរកឃើញលើកក្រោយក៏បិទសាប៊ូដែរចាំមើលតារា3ដួងនេះគឺមាននេនទុំបាទឈ្មោះទីទុំមានទី2គឺកញ្ញាកុយអេណានិងទី3គឺកញ្ញាឈិនរតនៈនេនទុំគឺជាតារាចម្រៀងរ៉ាប20ឆ្នាំជាងហើយគឺមានទីផ្សារនៅស្រុកខ្មែរក៏សម្បើមក៏គេស្គាល់គាត់ច្រើនដែរគាត់ឈ្មោះពិតគឺទីទុំហើយកញ្ញាកុយអេណាធ្លាប់ជាប់ជាបវរកញ្ញារងទី1ក្នុង Miss Grand Cambodia ឆ្នាំ2023បាទហើយល្បីចុងក្រោយនៅពេលដែលគាត់ធ្វើដំណើរដោយថ្មើរជើងជាង300គីឡូទៅខេត្តសៀមរាបដើម្បីគ្រប់គ្រងវិស័យទេសចរនិងជួយជនពិការអញ្ចឹងធ្វើឲ្យតារាខ្មែរមួយរូបនេះគឺលេចធ្លោជាងគេហើយឈិនរតនៈជាប់ The Voice of Cambodia តាំងពីឆ្នាំ2016មកម្ល៉េះហើយឥឡូវក្លាយទៅជាតារាប្រចាំផលិតកម្មរស្មីហងមាសតារាទាំង3ដួងនេះគឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទីក្រុងឡុងបិចនេះឥឡូវនេះគឺឈិនរតនៈនិងកញ្ញាកុយអេណាបានវិលទៅប្រទេសកម្ពុជាវិញក្នុងបេសកកម្មមកសម្ដែងមួយខែដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅប៉ុន្តែនេនទុំនៅឡើយឯព្រោះថ្ងៃ16នេះខែឧសភានេះឮថាទៅសម្ដែងនៅឯទីក្រុងនៅរដ្ឋមនីសូតាដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅសំណួរសួរថាហេតុអីបានជាតារា3ដួងនេះមកពីស្រុកខ្មែរទទួលបានស្វាគមន៍យ៉ាងកក់ក្ដៅទាំងនេនទុំទាំងនាងកុយអេណានិងឈិនរតនៈអត់ទាន់ឃើញគាត់ពាក់ស្លាកអាវការគ្រប់គ្រងហែបគណៈបកប្រជាជនកម្ពុជាចាំមើលតើបងប្អូននៅស្រុកនេះឃើញនេនទុំឬក៏អេណាឬឈិនរតនៈហ្នឹងពាក់អាវគ្រប់គ្រងឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាតែម្ដងពីរដងលើកក្រោយដឹងមកអាមេរិកលែងមានអ្នកស្វាគមន៍ហើយសប្តាហ៍នេះអត់ទាន់ឃើញមានដូច្នេះអញ្ចឹងនេះគឺជាសារសម្រាប់អ្នកសម្ដែងនៅស្រុកខ្មែរដែរជាតារាបេះដូងរបស់សាធារណជនទូទៅកុំផ្កាប់មុខគណៈបកប្រឆាំងឬគណៈបកកាន់អំណាចខ្លាំងពេកហើយបើចូលរួមហ្នឹងគឺកុំផ្កាប់មុខមកជេរបន្តិចផ្ដាសាគ្នាស្អីណាដែលធ្វើឲ្យមានការឈឺចាប់ពេកព្រោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសឆ្អែតឆ្អន់គ្រប់គ្រាន់ចំពោះគណៈបកប្រជាជនកម្ពុជានិងនយោបាយស្មោកគ្រោកនៅស្រុកខ្មែរហើយអញ្ចឹងបើនៅគ្រប់គ្រងហើយនៅញ៉ែមដាក់ទៀតគឺបងប្អូននៅខ្មែរអត់មានអីធ្វើបាបធ្វើទុកបុកម្នេញអីទេគ្រាន់តែមិនគ្រប់គ្រងប៉ុន្តែតារាទាំងអស់នេះរួចផុតពីសំណាញ់នេះខ្ញុំជឿថាដោយសារតែមិនទាន់បង្ហាញអំពីស្វាមីភក្តិឬក៏ការគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាមានពាក់មួកពាក់អាវអីស្និទ្ធស្នាលពេកឯងចាំមើលបងប្អូនចាំពាក្យខ្ញុំបើតារានេនទុំឬកុយអេណានិងឈិនរតនៈនេះទៅស្រុកខ្មែរវិញរដូវឃោសនាបោះឆ្នោតគុំសង្កាត់នេះហើយនឹងបោះឆ្នោតជាតិខាងមុខបើគាត់ចូលរួមក្នុងឆាកនយោបាយគេមិនហាមឃាត់ទេប៉ុន្តែបើគ្រប់គ្រងគណៈបកប្រជាជនដូចខាងតារាផ្សេងទៀតបិទសាប៊ូមកអាមេរិកហើយចាំសម្ដីខ្ញុំនិយាយនេះយកតែប៉ុនទេខ្ញុំពិតជាគ្រប់គ្រងឲ្យតារាខ្មែរទាំងអស់ចាស់លាចេញពីការគ្រប់គ្រងនយោបាយគណៈបកកណ្ដាលអំណាចឬក៏គណៈបកណាផ្កាប់មុខពេកសុំដកខ្លួនឲ្យឆ្ងាយប៉ុន្តែបើគ្រប់គ្រងគណៈបកប្រឆាំងដូចជាមិនសូវអីហ្មងទេព្រោះប្រជាប្រដ្ឋនៅអាមេរិកហាក់បីដូចជាមានសមានចិត្តចំពោះគណៈបកប្រឆាំងច្រើនដោយសារគេធ្វើបាបពេកហើយបើថាទៅគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាគឺបងប្អូនយើងដូចជាឆ្អែតឆ្អន់អញ្ចឹងនេះគឺជាសារសម្រាប់ប្រាប់ចង់បានការសម្ដែងនៅអាមេរិកឲ្យមានការគ្រប់គ្រងច្រើនជិះឲ្យឆ្ងាយពីការគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាបាទឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះហើយតកតងនឹងរឿងព័ត៌មានពីនាយករដ្ឋមន្ត្រីថៃថាសក់អ្នកណាក្បាលអ្នកនឹងរឿងពលករថៃលួចកិច្ចធ្វើការខុសច្បាប់នៅកូរ៉េខាងត្បូងលោកអនុទិនច័ន្ទវរៈគុលអស្ចារ្យដែរថ្ងៃនេះគេសួរថាលោកជួយពលករខ្មែរពលករថៃនៅកូរ៉េយ៉ាងម៉េចព្រោះកូរ៉េហាមពលករដែលកាន់វីសាប្រភេទមួយចំនួននោះគឺ4ខែអត់ឲ្យទៅធ្វើការនៅប្រទេសថៃទៀតទេវីសាប្រភេទE8 គឺជាវីសាវិស័យកសិកម្មនិងវិស័យនេសាទព្រោះអីគេថាពលករខ្មែរសំទោសពលករថៃដែលទៅធ្វើការនៅកូរ៉េហ្នឹងលួចកិច្ចពីថៅកែគេឲ្យទៅហើយស្អាតតែកិច្ចទៅធ្វើការកន្លែងផ្សេងខុសច្បាប់គេធានាទៅឲ្យទៅធ្វើការនៅកន្លែងហ្នឹងក៏ប៉ុន្តែរត់កិច្ចទៅធ្វើការកន្លែងផ្សេងខូចឈ្មោះ4ខេត្តគេបិទទាំងអស់
យើងសរសើរពលករខ្មែរដែរទៅកូរ៉េអត់ទាន់មានរឿងនឹងច្រើនទេណាប៉ុន្តែនៅថៃគឺខូចចរិតដល់ពេលនាយករដ្ឋមន្ត្រីថៃក៏ថាសក់នរណាក្បាលនៅហ្នឹងតើពលករថៃហ្នឹងខ្វះការទទួលខុសត្រូវខ្លួនឯងអញ្ចឹងសូមលើកទឹកចិត្តឲ្យពលករថៃហ្នឹងកុំធ្វើផ្ដេសផ្ដាសខុសច្បាប់ហើយឲ្យរដ្ឋាភិបាលកូរ៉េគេចាត់ការតាមគេព្រោះអីថៃគេថាពលករមកនៅថៃខុសច្បាប់ក៏គេចាប់ដាក់គុកអញ្ចឹងឬក៏ហាមគាត់អញ្ចឹងដូចគ្នានេះជាសារមួយដែរបាទហើយតើការសម្របសម្រួលយ៉ាងម៉េចព្រោះនៅថៃក៏បញ្ជូនពលករទៅកូរ៉េមិនតិចដែរមាន100,000ទៅ130,000នាក់ដែលកំពុងធ្វើការនៅកូរ៉េហើយខុសច្បាប់ទៅទៀតមិនលេងសើចទេយើងមើលថៃប្រាក់ខែច្រើនជាងណានៃទាំងអស់បើយើងប្រៀបធៀបនឹងពលករខ្មែរដែលខំប្រឹងទៅធ្វើការនៅថៃពលករថៃបែរទៅជាសម្រុកទៅធ្វើការនៅកូរ៉េដែរព្រោះប្រាក់ខែនៅកូរ៉េលើសប្រាក់ខែនៅថៃ3 4ដងដែរបាទចឹងចិត្តអស់ម៉ោងហើយបងប្អូននៅសល់ព័ត៌មានច្រើនទៀតណាអតីតមេប៉ូលីសជាតិដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីនលោក Ronald de la Rosa លាក់ខ្លួនពួនអាត្មានៅវិមានរដ្ឋសភាដើម្បីកិច្ចពីការចាប់ខ្លួនបញ្ជូនទៅតុលាការព្រំដែនអន្តរជាតិមេប៉ូលីសអតីតមេប៉ូលីសជាតិរបស់ហ្វីលីពីននឹងធ្លាប់ជាមេប៉ូលីសរបស់ក្រុងដាវ៉ូកាលពីជំនាន់ឆ្នាំ2016ដល់2018 19ជំនាន់លោក Rodrigo Duterte កាន់អំណាចដែលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនសម្លាប់មនុស្សជាង6,000នាក់បាទកាលហ្នឹងលោកមេប៉ូលីសហ្នឹងចូលដៃសម្រាប់មនុស្សយ៉ាងច្រើនដោយសារតែរួចខ្លួនរហូតឥឡូវគេចាប់លោក Rodrigo Duterte ទៅកាត់នៅតុលាការ ICC ម្សិលមិញនេះគឺតុលាការព្រំដែនអន្តរជាតិបើកដីកាជាសាធារណៈតាមចាប់ខ្លួនលោក Ronald de la Rosa នេះដែលសពថ្ងៃជាសមាជិកព្រឹទ្ធសភានៅប្រទេសហ្វីលីពីនរត់ប្រសាចយើងឃើញវីដេអូអំពីគាត់រត់ចេញតាមបន្ទប់នៅក្នុងសប្រដ្ឋសភានឹងតាមផ្លូវក្រោយរត់ចូលទៅបិទទ្វារនៅក្នុងវិមានរដ្ឋសភា3ថ្ងៃហើយលាក់ខ្លួននៅក្នុងហ្នឹងដើម្បីទប់កុំឲ្យប៉ូលីសចាប់ព្រោះអីពេលដែលបើកដីកាភ្លាមប៉ូលីសចុះចាប់ភ្លាមដល់ពេលដែលចុះចាប់នេះឥឡូវគាត់អំពាវនាវឲ្យប្រជាពលរដ្ឋហ្វីលីពីនជួយផងជាខែលទប់កុំឲ្យគេចាប់គាត់យកទៅបញ្ជូនទៅកាត់ទោសនៅតុលាការព្រំដែនអន្តរជាតិគាត់ថាបើកាត់ទោសនៅស្រុកអាមេរិកស្រុកហ្វីលីពីនអត់អីគាត់ចូលតុលាការណាក៏បានប៉ុន្តែនៅក្នុងក្រៅវិមានរដ្ឋសភានឹងមានប្រជាពលរដ្ឋបាតកម្មតវ៉ាឲ្យចាប់ខ្លួនបញ្ជូនទៅណែវាមានអញ្ចឹងទៀតគេស្អប់គាត់ហើយមានប៉ូលីសអីហ្នឹងការពារកុបកម្មមានប្រហែល4-500នាក់នៅចាំការពារប៉ុន្តែខ្ញុំជឿថាជៀសមិនផុតពីគេចាប់លោក De La Rosa នេះទេព្រោះអីគេចាប់លោក Duterte Rodrigo ទៅបានហេតុអីបានជាមេអតីតមេប៉ូលីសដែលចូលរួមនៅក្នុងរឿងនេះគេមិនចាប់វាគ្រាន់តែតើអង្កលតែប៉ុណ្្នឹងឯងមិនមែនប៉ះសិនបើគេចាប់ឯងបាទចង់បានថាជុងវាហើយនឹងកក់គាត់គឺជាកក់សុំទោសគឺជាជុងសុំទោសតឡាការ ICC គឺជាជុងហើយគាត់គឺជាកក់តែប្រព្រឹត្តខុសហើយទោះជាយូរឆ្នាំប៉ុណ្ណាក៏គេតាមចាប់ដែរចឹងបានថាពេលនៅដឹកនាំកាន់អំណាចធ្វើឲ្យល្អឲ្យច្រើនកុំឲ្យជួបរឿងរត់ប្រសាចបែបនេះបាទព័ត៌មានចុងក្រោយបងប្អូនតាក់ទងមនុស្សទី4ហើយដែលស្លាប់ដោយសារតែមេរោគហាន់តានៅលើកប៉ាល់ទេសចរបារាំងដែលអ្នកឆ្លងថ្មីឆ្លងជិតដល់ទៅ50នាក់ថែមទៀតនេះគឺជាព័ត៌មានដែលទទួលបានពីសារព័ត៌មានអន្តរជាតិដែលគេនិយាយថាកប៉ាល់ដឹកភ្ញៀវទេសចរមួយរបស់បារាំងនេះគឺមានមនុស្សប្រហែលជា1700នាក់នៅលើកប៉ាល់ហ្នឹងណាដែលមែនតើភ្ញៀវតែ1233នាក់ទេក៏ប៉ុន្តែមានជាបុគ្គលិកនៅលើកប៉ាល់ហ្នឹងដើម្បីបម្រើភ្ញៀវប្រហែលជា300-400ទៀតអញ្ចឹងសរុបទៅ1700នាក់នៅក្នុងហ្នឹងក្នុង1700នាក់ហ្នឹងមាន50នាក់ជិត50នាក់គឺ48នាក់ដែលជាភ្ញៀវហ្នឹងគឺឆ្លងជំងឺហាន់តានៅលើកប៉ាល់របស់បារាំងហ្នឹងណាហើយម្នាក់គឺជាលោកយាយម្នាក់អាយុ90ឆ្នាំបានបាត់បង់ជីវិតដោយសារតែជំងឺនឹងវាធ្ងន់ពេកដូច្នេះអ្នកស្លាប់ដោយសារជំងឺហាន់តានៅលើពិភពលោកគឺឡើងដល់4នាក់ហើយអ្នកឆ្លងឡើងដល់60នាក់ជាងហើយអញ្ចឹងបានថាបងប្អូនរឿងនេះក៏គេកំពុងតែចាត់ការដែរព្រោះអីឆ្លងទៅលើកប៉ាល់អញ្ចឹងព្រោះភ្ញៀវប្រពាក់ប្រពូនគ្នាឆ្លងពីតំបន់មួយទៅតំបន់មួយអញ្ចឹងហើយមានភ្ញៀវច្រើនប្រទេសចូលរួមគេកំពុងតែដោះស្រាយបញ្ហានេះគ្រាន់តែយ៉ាងណាជំងឺនេះមិនមែនរាតត្បាតខ្លាំងដូចជំងឺ COVID-19 ទេគ្រាន់តែគេឲ្យបង្ការប្រយ័ត្នប្រយែងគ្រប់គ្នាដែររឿងនេះបាទព័ត៌មានចុងក្រោយ2ដែលខ្ញុំនឹងជម្រាបជូនគឺទី1អភិបាលក្រុងមួយនៅរដ្ឋកាលីហ្វ័រញ៉ាចុះចេញពីតំណែងដោយក្រោយសារភាពថាជារនុកក្នុងរបស់ចិនអភិបាលក្រុងកាលីហ្វ័រញ៉ានេះគឺជានៅក្រុងមួយឈ្មោះថាបាទនៅក្នុងតំបន់ Los Angeles គឺរដ្ឋកាលីហ្វ័រញ៉ានេះឯងនៅជិតនេះសង្កាត់ Los Angeles ហ្នឹងគឺក្រុង Arcadia បាទដែលអ្នកស្រីនេះគឺមានដើមកំណើតចិនក៏ប៉ុន្តែបានសញ្ជាតិអាមេរិក
ហើយគាត់បានជាប់ជាអភិបាលក្រុងទៅទៀតឥឡូវនេះត្រូវបានFBI អាមេរិកចោទប្រកាន់ពីបទលួចឬក៏ថាខុបខិតជាមួយរដ្ឋាភិបាលចិនក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីលើកស្ទួយរដ្ឋាភិបាលកុម្មុយនីសចិននៅក្នុងនាមខ្លួនជាមន្ត្រីជាប់ឆ្នោតនៅអាមេរិកបាទហើយប៉ុន្តែអ្នកស្រីអាមេរិកដើមកំណត់ចិនរូបនេះគឺអ្នកស្រីវ៉ាងគឺក៏បានលាលែងពីតំណែងទៅហើយសារភាពឲ្យតុលាការកាត់ទោសផ្ដន្ទាទោសតាមអំណាចនៃសាលក្រមឬក៏ការរកឃើញរបស់តុលាការទៅនេះគឺជាសារមួយសម្រាប់ប្រាប់បងប្អូនទាំងអស់គ្នាឲ្យដឹងថាអ្នកជាប់ឆ្នោតនៅអាមេរិកជាខ្មែរជាសាសអីក៏ដោយយើងមិនអាចលើកស្ទួយរដ្ឋាភិបាលកុម្មុយនីសបានទេអញ្ចឹងដូចគាត់នៅពេលដែលលើកស្ទួយចេញសារឬលើកដំកើងរដ្ឋាភិបាលកុម្មុយនីសគឺជាប់ចោទពីបទបម្រើរដ្ឋបរទេសអញ្ចឹងជាសារមិនមែនសម្រាប់តែអ្នកជាប់ឆ្នោតជាខ្មែរនៅទីក្រុង Arcadia ហ្នឹងទេគឺទីក្រុងណាក៏ដោយ Lowell Massachusetts រដ្ឋ Minnesota Pennsylvania ឬទីក្រុងផ្សេងទៀត Long Beach ឬស្អីក៏ដោយជាតំណាងរាស្ត្ររបស់ខ្មែរជនជាតិខ្មែរដើមជនជាតិអាមេរិកដើមកំណើតខ្មែរដែលជាប់ឆ្នោតត្រូវបម្រើប្រយោជន៍អាមេរិកហើយបើបម្រើក៏បម្រើប្រយោជន៍ប្រជាធិបតេយ្យដែរកុំបម្រើប្រយោជន៍បាច់ការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យវានាំឲ្យមានទុកដល់ខ្លួនបែបនេះបាទចុងក្រោយគឺព័ត៌មានតាក់ទងនឹងលោកត្រាំទៅដល់ចិនហើយបាទគឺគាត់ក្រុងជួបប្រធានាធិបតីអាមេរិកលោកស៊ីជីនពីងហើយនឹងជជែករឿងច្រើននៅក្នុងនោះមានរឿងលក់អាវុធឲ្យចិនតៃវ៉ាន់ដែរព្រោះអាការលក់អាវុធឲ្យចិនតៃវ៉ាន់នេះគឺជាសំណើរបស់តំណាងរាស្ត្រគណៈបកសាធារណៈគណៈបកប្រជាធិបតេយ្យជាច្រើនដែលថាឥឡូវអាមេរិកបង្កក់ដូចថាទប់មិនឲ្យលក់កាភ្លើងលក់អាវុធទៅតៃវ៉ាន់ហ្នឹងដែលមានទឹកប្រាក់14,000 លានដុល្លារឥឡូវនេះសំណើនេះលោកត្រាំយល់ស្របគាត់ថាគាត់ទៅជួបលោកស៊ីជីនពីងនឹងលើកយកមកវិជែកពិភាក្សាដើម្បីអនុញ្ញាតឲ្យតៃវ៉ាន់ទិញអាវុធយុទ្ធភ័ណ្ឌពីអាមេរិកដោយមានទំហំទឹកប្រាក់រហូតដល់ទៅ14,000 លានដុល្លារនេះប៉ុន្តែមានរឿងច្រើនណាស់ដែលលោកត្រាំនឹងជជែកជាមួយលោកប្រធានាធិបតីចិននោះគឺតាក់ទងនឹងរឿងច្រកហមូសរឿងសង្គ្រាមនៅជាមួយនឹងអ៊ីរ៉ង់ហើយនឹងរឿងពុនកយពុនអីផ្សេងទៀតដែរ